ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺជៀនកូនត្រីជាមួយនឹងនំបញ្ចុកទឹកត្រីជាមួយនឹងកូនត្រីជៀនខ្ញុំនេះណាបងប្អូនចាគឺខ្ញុំអត់ប្រើកាពឹសទេថ្ងៃហ្នឹងគឺខ្ញុំប្រើជាមួយនឹងកូនត្រីហើយមានជាមួយនឹងទឹកត្រីផ្អែមបែបនេះណាហើយខ្ញុំញ៉ាំជាមួយនឹងនំបញ្ចុកឥឡូវកុំតន់អាតោះឥឡូវមកសាកភ្លក់ជាមួយនឹងកូនត្រីរបស់ខ្ញុំសិនគឺស្រួយរាវហ្មងណាបងប្អូនចាកូនត្រីនេះខ្ញុំទៅសាទឹមតលើកនឹងទេឃើញទិញយកមកហ្មងបងប្អូនវាតំណងមែនតើណាស្រួយរាវហ្មងបងប្អូនហើយបងប្អូនចង់ញ៉ាំជាមួយនឹងជ្រក់ល្ហុងក៏បានដែរឬក៏ទឹកត្រីឬក៏អំបិលម្រេចបងប្អូនក៏បានដែរតែសម្រាប់ខ្ញុំចង់ញ៉ាំជាមួយនឹងនំបញ្ចុកហើយដាក់លក់បែបនេះមកបងប្អូនគឺស្រួយឆ្ងាញ់យ៉ាឥឡូវសុំញ៉ាំមួយម៉ាត់ហើយអ្នកលក់គឺអ្នកធ្វើគឺមានអីទេបងប្អូនចាគឺមានតែភ្លុកជូនបងប្អូនទស្សនានឹងឯងចាខ្ញុំចូលចិត្តតែលក់បែបនេះមកនេះអញអត់ចាហើយសម្រាប់គ្រឿងផ្សំរបស់ខ្ញុំគឺខ្ញុំមានជាមួយនឹងកូនត្រីហើយនឹងម្សៅបំពងយើងនេះឯងបងប្អូនចាហើយសម្រាប់លក់គឺដាក់តាមបេះដូងតែរាល់ដងគឺពេលដែលខ្ញុំជៀនគឺខ្ញុំតែងតែមានកាពឹសហើយនឹងកូនត្រីលាយគ្នាតែថ្ងៃហ្នឹងអត់ទេគឺខ្ញុំជៀនតែកូនត្រីសុទ្ធទេបងប្អូនចាព្រោះពេលដែលទៅផ្សារបងប្អូនអត់កម្របានឃើញកូនត្រីហ្នឹងចាដល់ពេលឃើញគឺយកមកបំពងតែម្ដងនឹកឃើញថារាល់ដងធ្វើញ៉ាំតែជាមួយនឹងជ្រលក់អំបិលម្រេចឬក៏យើងញ៉ាំជាមួយនឹងជ្រក់ល្ហុងណាបងប្អូនតែថ្ងៃនេះខ្ញុំធ្វើញ៉ាំជាមួយនឹងទឹកត្រីផ្អែមនិងបញ្ចុកម្ដងហើយសម្រាប់ថ្ងៃហ្នឹងគឺដូចគ្នាដែរខ្ញុំធ្វើជាមួយនឹងកូនត្រីបំពងហ្នឹងគឺខ្ញុំដាក់លាយជាមួយនឹងដលងហើយសម្រាប់ដលងដែលខ្ញុំប្រើថ្ងៃហ្នឹងគឺខ្ញុំប្រើជាមួយនឹងដលងជ្វាដំបូងខ្ញុំគិតថាឈូសទេបងប្អូនតែពេលដែលឈូសទៅវាមានតសៃស្ដាងពេកអញ្ចឹងក៏ខ្ញុំយកកាបិតមុខពីមកចិត្តជាច្រវាមូលទូចបែបនេះណាបងប្អូនចាហើយសម្រាប់ដលងហ្នឹងពេលដែលយើងយកមកបំពងជាមួយនឹងកូនត្រីនឹងយើងហ្នឹងទៅបងប្អូនចាគឺស្រួយខ្ញោកតែម្ដងហើយនិយាយថាធ្វើបដាបក់រុយបដាបងប្អូនចាគឺវារុយនោះរុយសែនរុយតែម្ដងហើយសម្រាប់ការលាយម្សៅបានខ្ញុំនេះគឺខ្ញុំប្រើជាមួយនឹងម្សៅបំពងហ្នឹងហើយសម្រាប់ទឹកគឺខ្ញុំប្រើជាមួយនឹងទឹកត្រជាក់បងប្អូនពេលដែលយើងប្រើជាមួយនឹងទឹកត្រជាក់អញ្ចឹងទៅពេលដែលយើងចៀនទៅធ្វើឲ្យត្រីបានយើងនឹងស្រួយខ្ញោកតែម្ដងបងប្អូនណាចាហើយសម្រាប់ពណ៌ក៏ដូចគ្នាគឺខ្ញុំប្រើដាក់ម្ទេសបន្តិចបងប្អូនដោយសារខ្ញុំដាក់ជាមួយនឹងម្ទេសកូរ៉េដែលយើងម៉ត់ហ្នឹងដើម្បីយកពណ៌ឡើងក្រហមបងប្អូនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ដលងហើយនឹងការ៉ុតចូលទើបដាក់កូនត្រីចូលតែម្ដងបងប្អូនចាហើយច្បល់វាថាដៃទៅហើយសម្រាប់ក្នុងសាច់ត្រីបានយើងហ្នឹងគឺយើងអាចដាក់រ៉ូឌីបន្តិចទៅបងប្អូនដើម្បីលួចរសជាតិបន្តិចណាចាហើយដាក់ប្រេងឆាឲ្យក្តៅមកបងប្អូនចាក់វាឲ្យស្ដើងបន្តិចមកបងប្អូនចានេះគឺវាបានស្រួយបែបនេះណាហើយសម្រាប់ខ្លាញ់ខ្ញុំអត់ចាក់ច្រើនទេបងប្អូនដោយសារកុំឲ្យវាសល់ចោលអញ្ចឹងណាព្រោះយើងធ្វើតែម្ដងបងប្អូនចាហើយឥឡូវសម្រាប់ត្រីចៀនរបស់ខ្ញុំគឺឆ្អិនរួចរាល់ហើយបងប្អូនចាដូចខ្ញុំនិយាយចឹងលាយតាមវិធីខ្ញុំនេះគឺស្រួយខ្ញោកតែម្ដងហើយអត់ពិបាកធ្វើទេបងប្អូនចាគឺធ្វើលឿនមែនតើហើយឥឡូវបងប្អូនឃើញអត់ចាគឺសម្រាប់ត្រីចៀនរបស់ខ្ញុំគឺរួចរាល់ហើយចាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកទឹកត្រីខ្ញុំមកលាយទឹកត្រីផ្អែមដែលខ្ញុំធ្វើពីថ្ងៃមុនណាបងប្អូនចាអញ្ចឹងគឺខ្ញុំមានទឹកត្រីផ្អែមនឹងស្រាប់គឺខ្ញុំគ្រាន់តែបុកខ្ទឹមម្ទេសចិញ្ច្រាំខ្ទឹមម្ទេសហាន់ការ៉ុតសរសៃស្ដើងហើយនឹងដាក់សណ្តែកដីជាការស្រេចតែម្ដងបងប្អូនដោយសារតែទឹកត្រីផ្អែមហ្នឹងខ្ញុំធ្វើទុកកាលពីថ្ងៃមុនណាបងប្អូនចាអញ្ចឹងគឺធ្វើទុកច្រើនទៅពេលដែលចង់ញ៉ាំគឺអត់ពិបាកទេគ្រាន់តែយើងលាយគ្រឿងតិចតួចជាមួយនឹងកូនត្រីយើងអាចញ៉ាំបានតែម្ដងជៀនខ្ញុំនេះណាបងប្អូនចាគឺខ្ញុំអត់ប្រើកាពឹសទេថ្ងៃហ្នឹងគឺខ្ញុំប្រើជាមួយនឹងកូនត្រីហើយមានជាមួយនឹងទឹកត្រីផ្អែមបែបនេះណាហើយខ្ញុំញ៉ាំជាមួយនឹងនំបញ្ចុកឥឡូវកុំតន់អាតោះឥឡូវមកសាកភ្លក់ជាមួយនឹងកូនត្រីបានខ្ញុំសិនគឺស្រួយរាវហ្មងណាបងប្អូនចាកូនត្រីនេះខ្ញុំទៅសាទឹមតលើកនឹងទេឃើញទិញយកមកហ្មងបងប្អូនវាតំណងមែនតើណាស្រួយរាវហ្មងបងប្អូនហើយបងប្អូនចង់ញ៉ាំជាមួយនឹងជ្រក់ល្ហុងក៏បានដែរឬក៏ទឹកត្រីឬក៏អំបិលម្រេចបងប្អូនក៏បានដែរតែសម្រាប់ខ្ញុំចង់ញ៉ាំជាមួយនឹងនំបញ្ចុកហើយដាក់លក់បែបនេះមកបងប្អូនគឺស្រួយឆ្ងាញ់យ៉ាឥឡូវសុំញ៉ាំមួយម៉ាត់ហើយអ្នកលក់គឺអ្នកធ្វើគឺមានអីទេបងប្អូនចាគឺមានតែភ្លុកជូនបងប្អូនទស្សនានឹងឯងចាខ្ញុំចូលចិត្តតែលក់បែបនេះមកនេះអញអត់
hụt chết ngay mà dạng này ហើយសម្រាប់ខ្ញុំបងប្អូនមិនដឹងថាមិនទេមួយរយៈនេះគឺវីដេអូរបស់ខ្ញុំចេញសុទ្ធតែលក់តែម្ដងបងប្អូនចាដោយសារតែមួយរយៈនេះឃ្លានតែលក់ហើយនិយាយថាពីមុខម្ហូបមួយមុខនេះបងប្អូនចាយកទៅញ៉ាំជាមួយនឹងបាយគឺជាអត់សូវត្រូវទេបងប្អូនចាបើសិនជាយើងយកមកញ៉ាំលេងពេលថ្ងៃជួបជុំបងប្អូនទៅចែកគ្នាញ៉ាំអីជាក់បងប្អូនចានំបញ្ចុកពី3គីឡូខ្ញុំជឿជាក់ថាអស់តែម្ដងហើយក៏អរគុណច្រើនសម្រាប់បងប្អូនទស្សនាចាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយបាយ